ទោះបីជាជីផាតស្ថិតនៅឆ្ងាយពីទីក្រុងភ្នំពេញនិងទីរួមខេត្តកោះកុងក៏ពិតមែនប៉ុន្តែខុំមួយនេះត្រូវបានគេរៀបចំពិធីបុណ្យអុំទូកផងដែរបាទច្បាច់ឈ្មោះបងខ្ញុំនាំក្រុមអុំទូកមកពីឃុំតាពាំងហើយខ្ញុំសង្ឃឹមថាសហគមន៍ខ្ញុំមកចូលរួមអុំទូកនៅខាងជីផានេះគឺសង្ឃឹមថាឈ្នះ 99% អូយការប្រណាំងទូកដំបូងនៅទីនេះគឺធ្វើឡើងនៅឆ្នាំ2008វាត្រូវបានរៀបចំឡើងដោយសហគមន៍អេកូទេសចរជីផាតការប្រណាំងទូកនេះគឺធ្វើឡើងក្នុងគោលបំណងដើម្បីរក្សានៅទំនៀមទម្លាប់ប្រពៃណីបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែរបស់ខ្មែរយើងដើម្បីឲ្យប្រជាសហគមន៍នៅទីនេះបានចូលរួមសប្បាយក្នុងថ្ងៃបុណ្យអុំទូកដែលជាថ្ងៃប្រពៃណីព្រោះពួកគាត់ដែលភាគច្រើនជាអ្នកក្រីក្រគ្មានលទ្ធភាពទៅកម្សាន្តនៅទីក្រុងភ្នំពេញឡើយហើយក៏ជាការកម្សាន្តដល់ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅជីផាតនេះផងដែរពេលលៀងបាទកំពុងតែធ្វើដំណើរមកទៅផ្លូវប្រវត្តិដំណងដែរការប្រណាំងទូកនៅជីផាតគឺធ្វើឡើងមិនដូចជាការប្រណាំងទូកនៅទីក្រុងភ្នំពេញទេបងតាធ្វើដំណើរមកកាន់កងទ័ពផ្លូវរបស់ខ្លួនហើយក៏មានជាគឺថាវាគ្រាន់តែជាការប្រណាំងទូកបែបសាមញ្ញឬហៅថាទូកបាយប៉ុណ្ណោះចង្វាហើយបាទគឺផ្លាកចង្វាហើយទូកនេះទៀតសោតគេពុំបានសម្រិតសម្រាំងយកមកប្រណាំងទេបាទជើងអ៊ំមកដល់វិទ្យារបស់យើងតែម្ដងមកគឺចាប់បរិយាចាប់ចាច់ច្វាមួយអាណាខាននេះដូចនេះមានទូកខ្លះធំជាងគ្នាបន្តិចបន្តួចចំណុះទូកនៅទីនេះមានតែ6នាក់ប៉ុណ្ណោះក្នុងទូកនីមួយៗរីឯទូកចៅវិញមានតែ2នាក់ប៉ុណ្ណោះនៅឆ្នាំ2009នេះចំនួនទូកដែលបានចូលរួមអុំពុំមានច្រើនដូចនៅឆ្នាំ2008ទេព្រោះថាប្រជាពលរដ្ឋជាប់រវល់ធ្វើស្រែចម្ការនៅរដូវនេះទោះជាយ៉ាងនេះក៏ដោយគឺឃើញមានកីឡាករនិងទូកខ្លះមកពីសហគមន៍ផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យចូលរួមប្រណាំងកីឡាករទាំងនោះមកពីក្រុមហ៊ុនចក្រអំពើនិងសហគមន៍អេកូទេសចរឃុំតាពាំងរូង
នៅក្នុងកម្មវិធីទាំងមូលគឺឃើញមានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានយ៉ាងសស្រាក់សស្រាំអភិបាលរងស្រុកថ្មបាំងមេឃុំជីផាតនាយកសាលាបឋមសិក្សាជីផាតនិងប្រធានការិយាល័យស្រុកថ្មបាំងត្រូវបានអញ្ជើញជាគណៈអធិបតីកិត្តិយសកងសន្តិសុខមកពីប៉ុស្តិ៍នគរបាលឃុំជីផាតចូលរួមរៀបសណ្ដាប់ធ្នាប់បានយ៉ាងល្អក្រុមអនាម័យសហគមន៍អេកូទេសចរជីផាតបានដាក់ធុងសម្រាមសម្រាប់បរិស្ថានស្អាតផងដែរមិនតែប៉ុណ្ណោះសមាជិកមណ្ឌលសុខភាពឃុំជីផាតបានត្រៀមជួយសង្គ្រោះបឋមដល់អ្នកទស្សនានិងអ្នកធ្វើ show ដែលនៅលើគោកយ៉ាងយកចិត្តទុកដាក់ឆ្នាំនេះអ្នកទស្សនាទូកប្រណាំងនៅជីផាតមិនមានច្រើនដូចនៅឆ្នាំ2008ទេប៉ុន្តែយ៉ាងហោចណាស់បានប្រមាណថាមិនតិចជាង 1000 នាក់ឡើយការប្រណាំងទូកនៅទីនេះសម្រាប់ឆ្នាំនេះគឺធ្វើឡើងតែមួយថ្ងៃកន្លះប៉ុណ្ណោះគឺខុសពីឆ្នាំ2008ដែលមានរយៈពេល2ថ្ងៃនៅរាល់ការប្រណាំងទូកចាប់ផ្ដើមទូកសង្គ្រោះបឋម2បានឆ្វែចុះឆ្វែឡើងដើម្បីត្រៀមសង្គ្រោះដល់កីឡាករដែលលេចទូកអ្នកអមនឹងអ្នកចែកំពុងតែចមុចងើបមិនដឹងថាតាំងពីនេះអ្នកណាមានព្រៀបយ៉ាងណាទេបាទឃើញថាក្បាលទូកនិងក្បាលដីស្ថិតនៅទៅខាងក្នុងដែរបាទឃើញថាទូកណាស់ហើយខ្ញុំថាកែមនីជិះកងជៀននេះកំពុងតែមានព្រៀបបន្តិចបាទកំពុងតែមានព្រៀបបន្តិចទៅលើដៃគូរបស់ខ្លួនបាទអមខ្លាំងណាស់បាទសុកកាត់បាត់ចាញ់ដល់បាត់ចូលបាទក៏ឃើញថាកំពុងតែបាញ់ព្រួយមកដល់កងពាន់បដិព្រឹត្តរបស់ខ្លួនហើយបាទគឺភូមិទឹកអកបាទខ្ញុំទៅអត់ឈ្មោះថារាជសីកុំគៀនេះបាទបានមកដល់គោលដៅរបស់ខ្លួនហើយចំណែកកែមនីបានเป็นประจำรุ่นต้นกระดับจำนายการเรียนกองเชียร์ได้จะได้ไปกองเชียร์องค์กรนั้นคือเราเนื้อองค์กับเราแต่ว่าការប្រណាំងទូកនៅជីផាតបានបញ្ចប់ក្នុងបរិយាកាសដ៏រីករាយបំផុត
ได้ลงไปยืนยืนอยู่นั่นเนี่ยมาเลยมือตัวย้อนเลยตีมือมาตัวไปตัวบ้านมาองค์การเรียนมามาช่วยอภิธรรมหนึ่งช่วยชนะไปตามทีนี้การล่ามาเป็นตัวออกเป็นช่วยไปทำน้องแก้บ้านคณะก็ไปช่วยยังมองเป็นยังมองอะไรค่อยๆก็ดูกันก็ช่วยกันไปช่วยกันไล่กับพวกมาไม่จะไม่เราดีก้าวมาดิตองเลยไหมทางชุดชนะก็เลยมวยเยอะគឺថាទូកដែលឈ្នះត្រូវបានរង្វាន់ពិសេសជាទឹកប្រាក់$20ក្រុមទៅមកទៅជួយទៅតាមចំនួនបងលុតបាទប្រហែលមើលនេះក្រុមក្រុមជួយលោកក្រុមលុតជួនរង្វាន់ដល់កណ្ដាលតទូនីតិទីពីរង្វាន់បានចំនួន60000រៀលបាទ5000ក៏មកមួយ លេខ2ត្រូវទទួលបាន$15 ប្រាប្រាំផងមកថែមទៅលើមកម្នាក់ម្នាក់បាទប្រមាណមួយតែទូកតម្លៃទូកអមគឺបានចំនួន60000រៀលហើយសូមក្រុមបញ្ជើញលោកគ្រូសៅបាទទៀតមកម្នាក់បាន5000និងបានមួយបាទ និងលេខ3ត្រូវទទួលបាន$10 ដែលទឹកប្រាក់នេះបានមកពីការចូលរួមវិភាគទានរបស់អ្នកទស្សនាទោះយ៉ាងនេះក៏ដោយទូកចាញ់ក៏បានប្រាក់លើកទឹកចិត្តផងដែរដែលម្នាក់បានទទួល$5000រៀលនិងក្រមាមួយពីសហគមន៍អេកូទេសចរជីផាតបាទសូមតាដៃមួយបាទសូមតាដៃមួយបាទសូមក្រុមជួយលោកក្រុមហាងបាទបាទសូមក្រុមជួយមន្ត្រីខាងអង្គការសត្វព្រៃលោកគ្រូមកនេះសូមក្រុមជួយលោកបាទសូមតាដៃមួយបាទតាដៃមួយបាទបាទបន្តមកសូមក្រុមបញ្ជើញ